សូមជម្រាបសួរលោកគ្រូនេះខ្ញុំឈ្មោះអុកសុភ័ណ្ឌនៅក្នុងវីដេអូនេះដែរនេះខ្ញុំនឹងមកសង្ខេបមេរៀនសម្រាប់សប្តាហ៍ទី4ដែលមានចំណងជើងថាគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពហេតុអ្វីបានត្រូវមានការវិតម្លៃការសិក្សាត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលទ្ធផលការសិក្សានិងការអនុវត្តរបស់សិស្សលទ្ធផលដែលត្រូវបានប្រើដើម្បីកំណត់ពីបំណិននិងខ្លឹមសារចំណេះដឹងដែលទទួលបានគ្រូត្រូវតែធ្វើការវិតម្លៃដើម្បីអាចកំណត់បានពីចំណេះដឹងរបស់សិស្សនិងថាតើការបង្រៀនរបស់គ្រូវិធីសាស្ត្រដែលគ្រូបង្រៀនទៅនឹងសិស្សទទួលបានលទ្ធផលបែបណាដែរដើម្បីគ្រូយកមកវិនិច្ឆ័យនិងកែប្រែពីវិធីសាស្ត្រក្នុងការបង្រៀនរបស់ខ្លួនដូចគ្នាហើយរាល់ការវិតម្លៃទាំងអស់មិនមែនសិតតែល្អឥតខ្ចោះទេវាតែងតែមានភាពលំអៀងនៅក្នុងនោះដែរអញ្ចឹងហើយទើបគេព្យាយាមរកវិធីឬក៏គោលការណ៍ណាខ្លះដែលធ្វើឲ្យការវិតម្លៃនោះប្រកបទៅដោយភាពតម្លាភាពតើអ្វីទៅគឺជាប្រសិទ្ធភាពក្នុងការវិតម្លៃប្រសិទ្ធភាពក្នុងការវិតម្លៃគឺសំដៅទៅដល់ប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងភាពជឿជាក់បានពីការវាស់ស្ទង់ការយល់ដឹងចំណេះដឹងនិងជំនាញរបស់សិស្សទាំងនោះការវិតម្លៃមានគុណភាពផ្ដល់លទ្ធផលដែលផ្ទៀងផ្ទាត់និងគាំទ្រការសិក្សានិងការលើកទឹកចិត្តដល់សិស្សនឹងធ្វើឲ្យយើងដឹងថាពីការសម្រេចចិត្តក្នុងការបង្រៀនរបស់យើងទៅកាន់សិស្សទាំងអស់តើយើងធ្វើការវិនិច្ឆ័យដើម្បីធានាបានប្រសិទ្ធភាពក្នុងការវិតម្លៃដោយរបៀបណាដើម្បីធ្វើឲ្យការវិតម្លៃរបស់យើងប្រកបដោយប្រសិទ្ធភាពយើងមានលក្ខណៈវិនិច្ឆ័យចំនួនដូចជាទី1យើងពិនិត្យទៅលើលទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាឲ្យបានច្បាស់លាស់និងសមស្របតែយើងមើលវាបែបណាវិញលទ្ធផលសិក្សារំពឹងទុកនៅម៉ោងសិក្សាគឺយើងមើលពីគោលបំណងរបស់យើងក្នុងថាតើក្នុងមួយមេរៀនឬក៏ក្នុងមួយម៉ោងសិក្សាហ្នឹងតើយើងចង់បានអ្វីចង់បានឲ្យសិស្សគាត់ចេះពីអ្វីហើយគាត់អាចធ្វើអ្វីបាននៅពេលដែលគាត់រៀនចប់ពីមួយមុខហ្នឹងបន្ទាប់មកយើងត្រូវធ្វើការវិតម្លៃឲ្យសមស្របទៅនឹងមុខវិជ្ជាក្នុងមួយម៉ោងសិក្សារបស់យើងនឹងថាវាត្រូវជាមួយនឹងខ្លឹមសារមេរៀនឬក៏វត្ថុបំណងយើងដែរឬទេតើយើងពេលដែលយើងវាស់វែងហ្នឹងតើយើងវាស់ដាក់សំណួរឬក៏ដាក់តេស្តអីទៅហ្នឹងលទ្ធផលដែលទទួលបានមកហ្នឹងសមស្របជាមួយនឹងវត្ថុបំណងដែលយើងចង់បានក្នុងមួយម៉ោងសិក្សានឹងដែរទេទី2ការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកមួយម៉ោងសិក្សាគឺវាដូចជាទី1ដែរគឺយើងត្រូវឲ្យការធ្វើរបៀបធ្វើតេស្តដូចយើងដឹងហើយថារបៀបធ្វើតេស្តយើងមានរបៀបច្រើនទៅតាមការបង្រៀនរបស់គ្រូពីប្រភេទរៀនគ្រូដូចជាពេលដែលយើងរៀនសប្តាហ៍មុនយើងបានដឹងហើយថាការបង្រៀនរបស់គ្រូមានការវិនិច្ឆ័យតម្លៃរបស់គ្រូមាន time restriction continue feedback ហើយនឹងintegrative assessment ចឹងតើយើងគួរតែវិតម្លៃបែបណាយើងត្រូវប្រើវិធីសាស្ត្រវិតម្លៃបែបណាដើម្បីឲ្យស្របទៅនឹងលទ្ធផលសិក្សារំពឹងទុករបស់យើងមួយហ្នឹងថាយើងបង្រៀនបែបណាហើយយើងនឹងធ្វើការធ្វើតេស្តរបស់យើងនឹងចាំបញ្ចប់មេរៀនឬក៏យើងតេស្តតាមលំនាំជាប្រចាំមកមួយទៀតដើម្បីឲ្យវាបញ្ស៊ីគ្នាទីហ្នឹងគឺមានការដូចជាវិធីសាស្ត្របង្រៀនរបស់លោកគ្រូអ្នកគ្រូថាតើអ្នកយើងគ្រូត្រូវធ្វើជាផែនការសម្រាប់ការបង្រៀនថាការបង្រៀនរបស់ខ្លួនបង្រៀនបែបណាបង្រៀនបែបការវិតម្លៃរបស់យើងត្រូវប្រើ time restriction ហ្នឹងយើងរៀនហើយចប់បានយើងធ្វើការវិតម្លៃឬក៏យើងឬក៏ផែនការបង្រៀនរបស់យើងគឺត្រូវប្រើវិធីសាស្ត្រវិតម្លៃតាមបែប continue feedback គឺយើងធ្វើការយើងណែនាំហើយចាប់ផ្ដើម discussion ហើយយើងធ្វើការវិតម្លៃហើយយើងក៏បន្ថែម
កូនសិស្សអត់តាន់យល់យើងក៏បន្ថែមការជាដំបូន្មានឲ្យសិស្សឬក៏យើងបញ្យល់បន្ថែមឲ្យសិស្សយើងចាប់ផ្ដើមនឹងវាយតម្លៃរហូតទៅដល់សរុបបានលទ្ធផលដែលកូនសិស្សគាត់អាចទទួលបានឬក៏មួយទៀតគឺ integrative អាហ្នឹងគឺជាការវាយតម្លៃដែលយើងគ្រាន់តែណែនាំសិស្សឬក៏យើងគ្រាន់តែបញ្យល់ឬក៏ណែនាំអីតិចតួចថាមេរៀននឹងបែបនេះហើយឲ្យគាត់ទៅសិក្សាស្រាវជ្រាវខ្លួនឯងហើយបានយើងមកវាយតម្លៃដល់សិស្សអញ្ចឹងអាហ្នឹងហើយគឺជាយើងត្រូវមើលថាតើវិធីសាស្ត្របង្រៀនរបស់យើងគឺត្រូវវាយតម្លៃទៅឲ្យសិស្សបែបណាហើយនឹងតើក្នុង1ម៉ោងសិក្សារបស់សិស្សហ្នឹងកម្រិតដែលគាត់យល់ដឹងអាចត្រឹមបានអញ្ចឹងយើងត្រូវធ្វើការវិតម្លៃទៅតាមកម្រិតដែលយើងបង្រៀនសិស្សឲ្យចេះក្នុង1ម៉ោងហ្នឹងថាយើងមានគោលបំណងឲ្យគាត់ចេះអីហើយយើងបានបង្រៀនគាត់ដោយវិធីណាមួយទៀតសុពលភាពគឺការវិតម្លៃដែលអាចទទួលយកបានគឺវាតម្លៃគឺវាតកតងជាមួយនឹងការបង្រៀនឬការរៀនដែរថាតើមេរៀនសុពលភាពនៃតេស្តគឺវាអាស្រ័យទៅលើការប្រឡងដែលឆ្លើយតបទៅនឹងវត្ថុបំណងនៃមេរៀនដែលបានបង្រៀនហើយដែលសិស្សត្រូវបានធ្វើការវិតម្លៃគឺនៅក្នុងចំណុចហ្នឹងគឺយើងត្រូវមើលពីវត្ថុបំណងក្នុងមេរៀនរបស់យើងបន្ទាប់មកយើងធ្វើការវិតម្លៃបែបណាហើយនឹងការបង្រៀនរបស់យើងបែបណាតើយើងបង្រៀនបែបណាយើងត្រូវធ្វើការវិតម្លៃបែបណាដើម្បីឲ្យស៊ីទៅជាមួយនឹងវត្ថុបំណងរបស់យើងគឺយើងត្រូវប្រើវត្តទាំង3ហ្នឹងដើម្បីឆ្លុះបញ្ចាំងគ្នាក្នុងការវិតម្លៃរបស់យើងឲ្យមានសុពលភាពមួយទៀតលក្ខណៈវិនិច្ឆ័យដែលមានភាពជឿទុកចិត្តបានតើការលក្ខណៈវិនិច្ឆ័យដែលមានភាពជឿទុកចិត្តបានដូចជាយើងអាចធ្វើការតេស្តប្រឡងកូនសិស្សដោយតេស្តមួយនឹងយើងអាចធ្វើវា1 2ទៅ3ដងតើកម្រិតដែលសិស្សដែលគាត់ឆ្លើយមកយើងឬក៏ការយល់ដឹងរបស់គាត់ហ្នឹងនៅដូចគ្នាដដែលអត់ហើយមួយទៀតតើមួយទៀតនៅពេលដែលយើងធ្វើតេស្តហ្នឹងយើងត្រូវប្រើពេលវេលាចំពោះសិស្សនីមួយៗឲ្យមានពេលវេលាស្មើគ្នានិងមានបរិបទឬក៏បរិស្ថានដែលប្រហាក់ប្រហែលគ្នាយើងអត់អាចលំអៀងថាសិស្សមួយនេះគាត់ប្រឡងពេលវេលាបែបប៉ុណ្ណេះនិងសិស្សមួយទៀតប្រឡងបែបនេះមួយទៀតយើងត្រូវឲ្យសិស្សនឹងស៊ាំនឹងភាពនឹងការធ្វើតេស្តស៊ាំបែបណាគឺយើងនឹងបង្កើតសំណួរធ្វើតេស្តមេរៀនជាប្រចាំឆ្លើយតបទៅនឹងមេរៀនរបស់យើងមួយឲ្យកូនសិស្សទាំងអស់គាត់ដឹងពីទម្លាប់ក្នុងការធ្វើតេស្តរបស់យើងនឹងយើងអាចបង្កើតសំណួរបែបជាលក្ខណៈចម្រុះមានពហុចម្លើយជ្រើសរើសបំពេញចន្លោះអីជាដើមហើយនឹងយើងត្រូវឲ្យសំណួរឬក៏ចម្លើយបែបពហុចម្លើយសំណួរបែបពហុចម្លើយជ្រើសរបស់យើងហ្នឹងគឺឲ្យស្របទៅនឹងពេលវេលាដែលកូនសិស្សអាចនឹងឆ្លើយតន់ពេលវេលាឬក៏ទៅតាមសមត្ថភាពរបស់សិស្សមួយទៀតលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពហ្នឹងគឺយើងធ្វើឲ្យវាមានសុក្រិតភាពបែបណាគឺយើងត្រូវប្រាប់ពីរបៀបដែលយើងធ្វើតេស្តនិងរបៀបដាក់ពិន្ទុហ្នឹងទៅឲ្យសិស្សដឹងជាមុនថាយើងនឹងវាស់វែងកម្រិតពិន្ទុរបស់គាត់ដូចជាយើងគិតថាយើងដាក់5សំណួរដែលយើងមាន10ពិន្ទុយើងគិតថាសំណួរនីមួយកម្រិតនៃការឆ្លើយរបស់សំណួរនោះវាមានភាពពិបាកនិងស្រួលខុសគ្នាអញ្ចឹងយើងត្រូវប្រាប់សិស្សថាសំណួរទី1ហ្នឹងបើគាត់ឆ្លើយត្រូវគាត់នឹងទទួលបានប្រមាណពិន្ទុអញ្ចឹងយើងគ្រាន់តែដាក់មកបញ្ជាក់ថាគ្រប់សំណួរនីមួយវាបានទទួលបានពិន្ទុប៉ុន្មានដើម្បីឲ្យសិស្សគាត់ដឹងនិងមួយទៀតយើងត្រូវតែដឹងថាការប្រឡងហ្នឹងមានពេលវេលាមានធនធានគ្រប់គ្រាន់និងវិធីសាស្ត្របង្រៀនហ្នឹងវាសមស្របនឹងការសិក្សារបស់សិស្សឬក្នុងដែលយើងបានបង្រៀនហ្នឹងយើងមិនអាចធ្វើតេស្តដែលមេរៀនយើងអត់ទាន់បានរៀនហើយយើងយកមកធ្វើតេស្តជាមួយគាត់ទេយើងត្រូវអាចធ្វើតេស្តចំពោះមេរៀនណាដែលយើងបានបង្រៀនរបស់គាត់ហើយដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពនៃការយល់ដឹងរបស់គាត់ចំពោះវិធីសាស្ត្របង្រៀននិងមួយទៀតជៀសវាងការ
ផ្នត់កំណត់ក្នុងការវិតម្លៃផ្នត់កំណត់ក្នុងការវិតម្លៃដូចជាការរើសអើងជាតិសាសន៍រូបរាងអីលក្ខណៈជាដើមអញ្ចឹងយើងអត់អាចវិតម្លៃទៅតាមបែបហ្នឹងទេគឺយើងវិតម្លៃដោយភាពស្មើគ្នាចំពោះកូនសិស្សយើងទាំងអស់គ្នានឹងមួយទៀតការលំអៀងក្នុងការវិតម្លៃយើងមិនអាចលំអៀងទៅសិស្សមួយបានទេយើងត្រូវមានតម្លាភាពឲ្យពួកគាត់គឺគាត់ឆ្លើយត្រូវសំណួររបស់យើងប្រមាណគឺយើងឲ្យបន្ទុកទៅតាមអ្វីដែលយើងបានកំណត់ថាក្នុងមួយសំណួរនីមួយៗមានប្រមាណបន្ទុកលក្ខណៈវិនិច្ឆ័យមួយទៀតគឺផលវិបាកនៃផលវិបាកវិជ្ជមានផលវិបាកវិជ្ជមានហ្នឹងគឺបែបណាគឺតកតងជាមួយនឹងការលើកទឹកចិត្តដល់សិស្សច្រើនប្រសិនដូចជាបើសិនជាសិស្សគាត់ដឹងថារបៀបនៃការវិតម្លៃរបស់យើងបានប្រាប់គាត់ហើយរបៀបធ្វើតេស្តរបៀបការវិតម្លៃយើងដាក់បន្ទុកបែបណាបើសិនជាយើងដាក់បន្ទុកពេលដែលបន្ទុកគាត់បានគឺគាត់ទទួលបាននៅភាពយុត្តិធម៌គាត់នឹងមានភាពសប្បាយរីករាយក្នុងការនឹងពេញចិត្តក្នុងការដាក់បន្ទុករបស់យើងគាត់នឹងខិតខំប្រឹងបន្ថែមទៀតក្នុងការរៀនសូត្ររបស់គាត់មួយទៀតគាត់អាចនឹងស្គាល់ពីគ្រូបានច្រើនថាលោកគ្រូគាត់នឹងដាក់បន្ទុកបែបនេះការវិតម្លៃរបស់គាត់អានឹងប្រៀបដូចតែការវិតម្លៃការសិក្សារបស់ខ្លួននឹងបែបណានឹងដល់កម្រិតណាហើយថាគាត់ក៏អាចដឹងដែរថាតើកម្រិតរបស់គាត់នឹងនៅចាញ់មិត្តរួមថ្នាក់របស់គាត់នឹងកម្រិតណាដែរដើម្បីជាការលើកទឹកចិត្តឲ្យគាត់ខិតខំបង្រៀនបន្ថែមលក្ខណៈវិនិច្ឆ័យមួយទៀតគឺការអនុវត្តនិងប្រសិទ្ធភាពកត្តាដែលចេះអាចមានឥទ្ធិពលលើការអនុវត្តនិងប្រសិទ្ធភាពដូចជាគ្រូនឹងស្គាល់ពីវិធីសាស្ត្របង្រៀនគ្រូនឹងស្គាល់វិធីសាស្ត្របែបណាគឺគាត់នឹងត្រូវដឹងថាតើស្គាល់ពីវិធីសាស្ត្រវិតម្លៃគឺត្រូវដឹងថាតើវិធីសាស្ត្របង្រៀនរបស់គាត់នឹងមេរៀនឬក៏វត្ថុបំណងរបស់គាត់នឹងគាត់ចង់បានពីអ្វីអញ្ចឹងហើយគឺគាត់ត្រូវមានវិធីសាស្ត្រវិតម្លៃទៅតាមផែនការក្នុងការបង្រៀននិងគោលបំណងនៅក្នុងមេរៀនរបស់គាត់ក្នុងមួយម៉ោងសិក្សាហ្នឹងថាគាត់ចង់បានអ្វីពេលវេលាសមស្របហ្នឹងគឺយើងត្រូវឲ្យគាត់អនុវត្តឬក៏ត្រូវឲ្យគាត់ធ្វើតេស្តហ្នឹងទៅតាមពេលវេលាសមស្របមួយថាតើកម្រិតរបស់គាត់ហ្នឹងអាចធ្វើសំណួរហ្នឹងបានរហ័សបំផុតត្រឹមកម្រិតណាអញ្ចឹងយើងត្រូវដាក់ពេលវេលាឲ្យគាត់ហ្នឹងឲ្យសមស្របដើម្បីឲ្យគាត់ឲ្យធ្វើតេស្តរបស់យើងនឹងមានប្រសិទ្ធភាពស្មុគស្មាញក្នុងការអនុវត្តការប្រឡងយើងនឹងកាត់បន្ថយភាពស្មុគស្មាញក្នុងការប្រឡងដោយសារតែយើងបានបញ្ជាក់គាត់ច្បាស់ថាតើក្នុងមួយសំណួរហ្នឹងគាត់ទទួលបានបន្ទុកបែបណាអញ្ចឹងហើយយើងងាយស្រួលក្នុងការដាក់បន្ទុកផងដែរងាយស្រួលក្នុងការបកស្រាយលទ្ធផលគឺដូចដែលយើងបានដឹងអញ្ចឹងលទ្ធផលចេញមកតាមរយៈការធ្វើតេស្តរបស់គាត់នឹងហើយថាគាត់ធ្វើបានល្អប៉ុណ្ណាគាត់អាចមិនបាច់ចាំដល់យើងគ្រាន់តែធ្វើតេស្តហើយយើងចែកក្តាស់ទៅគាត់វិញឬក៏យើងបានផ្ដល់ជាមតិយោបល់ឲ្យគាត់ហើយគាត់នឹងចាប់ផ្ដើមចេះវិតម្លៃលើខ្លួនឯងគាត់នឹងយល់ថាខ្លួនឯងនៅខ្វះប៉ុណ្ណេះហើយនឹងស្ដាប់ទៅលើមិត្តភ័ក្តិដែលគាត់ទទួលបានការ feedback ដូចគ្នាថាគេនៅខ្វះតែប៉ុណ្ណេះហើយខ្លួនឯងខ្វះប៉ុណ្ណេះអាចលើសឬក៏អាចតិចជាងគេអញ្ចឹងធ្វើឲ្យការវិនិច្ឆ័យហ្នឹងវាមានប្រសិទ្ធភាពដូចគ្នាដែរគាត់អាចមើលលំនាំតាមកូនសិស្សមិត្តភ័ក្តិដទៃថាគាត់ធ្វើល្អបែបនេះហើយប៉ុន្តែនៅមានចំណុចខ្វះខាតដែលគ្រូបានrecommend ឬក៏បន្ទុកដែលกระดาษបន្ទុកដែលគាត់បានចែកទៅហ្នឹងឃើញថាគាត់នៅមានចំណុចគាត់នៅតែខ្វះខាតដែរអញ្ចឹងខ្លួនក៏មានចំណុចខ្វះខាតត្រូវតកែល្អរបស់ខ្លួនដូចគ្នាដែរចាតើតកតងជាមួយនឹងការវិតម្លៃឬក៏ប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងការប្រឡងហ្នឹងមានដូចជាយើងបែងចែកជាមុនពេលប្រឡងចាប់ផ្ដើមនិងក្នុងដំណើរការប្រឡងមុនពេលប្រឡងយើងត្រូវណែនាំអំពីការប្រឡងនិងគោលបំណងឲ្យបានច្បាស់លាស់អំពីគោលបំណងបានច្បាស់លាស់បែបណាដូចដែលបានបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យក្នុងការវិតម្លៃហើយអញ្ចឹងគឺយើងត្រូវប្រាប់ពីរបៀបថាការប្រឡងរបស់យើងនឹងប្រើពេលប៉ុន្មានបែបណាទៅអញ្ចឹងហើយយើងនឹងដាក់បន្ទុកបែបណាឲ្យកូនសិស្សហើយមួយទៀតយើងត្រូវបន្ស៊ាំគឺយើងត្រូវតែឧស្សាហ៍ធ្វើតេស្តឲ្យកូនសិស្សជាប្រចាំដើម្បីឲ្យគាត់អាចថា
ពេលដែលមានការប្រឡងមកគាត់អត់ភ័យទេព្រោះអីយើងតេស្តគាត់ជាប្រចាំហើយអត់មានអីត្រូវខ្លាចទៀតទេនេះគ្រាន់តែជាតេស្តលើកទឹកចិត្តទេគ្រាន់តែជាតេស្តសម្រាប់ការវិយតម្លៃថាតើគាត់ទទួលបានចំណេះដឹងប៉ុណ្ណាក្នុងមេរៀនហ្នឹងហើយវាក៏ដូចជាការលើកទឹកចិត្តដល់កូនសិស្សដូចគ្នាដែរសម្រាប់សិស្សដែលគាត់ខិតខំប្រឹងសិក្សាយើងដឹងហើយថាកូនសិស្សសម្រាប់ក្មេងៗជាពិសេសក្មេងៗគាត់ចូលចិត្តដឹងថាថ្នាក់ខែហ្នឹងគាត់បានលេខបានបើគាត់បានល្អគាត់កាន់តែមានទឹកចិត្តខំប្រឹងរៀនបន្ថែមទៀតនិងមួយទៀតបើគាត់នៅខ្សោយតកតូនជាមួយនឹងមួយទៀតឲ្យការលើកទឹកចិត្តមកពីគ្រូសាស្ត្ររបស់គាត់ដែរថាបើកូនទៅរៀនបានល្អបែបនេះគាត់នឹងមានជារង្វាន់អីឲ្យទៅគាត់ឲ្យកូនសិស្សនឹងជាដើមអញ្ចឹងគាត់នឹងខំប្រឹងប្រែងបន្តទៀតមួយទៀតតកតងនឹងពេលកំពុងដំណើរការធ្វើតេស្តឬប្រឡងនឹងយើងក៏គួរតែរៀបចំឲ្យមានសណ្ដាប់ធ្នាប់ក្នុងពេលប្រឡងដូចជាការមានបន្ទប់ដែលមានស្តង់ដារដែលគ្មានសំឡេងរំខានឲ្យប្រាប់ពីម៉ោងឬក៏នាទីតាមដំណាក់កាលដូចជាទូទៅយើងគិតថាអាចថាបើសិនជាការប្រឡង40នាទីចោះយើងគិតថានៅសល់20នាទីយើងប្រាប់សិស្សម្ដងសល់10នាទីប្រាប់ម្ដងទៀតនិងសល់5នាទីយើងប្រាប់ម្ដងទៀតហើយដល់ពេលចិត្តដល់ម៉ោងយើងឲ្យកូនសិស្សគាត់សម្រួលអារម្មណ៍និងសម្រួលអារម្មណ៍ធ្វើទៅតាមដំណើរបានប្រមាណយកប៉ុណ្ណឹងមួយទៀតត្រូវឲ្យកូនសិស្សនីមួយៗគាត់រក្សាភាពស្ងៀមស្ងាត់ដើម្បីគ្រប់នៅសិទ្ធិបុគ្គលអ្នកដែលគាត់ប្រឡងចិត្តគ្នាផងដែរចាតើតើជាមួយនឹងមេរៀននេះខ្ញុំសូមសង្ខេបប៉ុណ្ណេះអរគុណ